តូចចាន់មារាព្រៀបចាន់មារាគឺជាអ្នកប្រាជ្ញនិងជាសាស្ត្រាចារ្យជនជាតិខ្មែរដែលមានស្នាដៃលេចធ្លោក្នុងការអភិរក្សនិងផ្សព្វផ្សាយវប្បធម៌ខ្មែរតាមរយៈការអប់រំនិងការស្រាវជ្រាវស្នាដៃក្នុងវិស័យអប់រំលោកបានបន្តវិជ្ជាជីវៈជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ RUFA ដែលលោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកបុរាណវិទ្យានៅចន្លោះឆ្នាំ1995ដល់2000បេសកកម្មអប់រំគោលបំណងចម្បងរបស់លោកគឺបណ្ដុះបណ្ដាលធនធានមនុស្សឲ្យស្រឡាញ់និងយល់ដឹងពីតម្លៃវប្បធម៌ជាតិស្នាដៃក្នុងវិស័យស្រាវជ្រាវនិងអក្សរសាស្ត្រលោកបានបោះពុម្ពសៀវភៅនិងស្រាវជ្រាវជាច្រើនដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកត់ត្រានិងអភិរក្សអក្សរសាស្ត្រសិល្បៈនិងប្រវត្តិសាស្ត្រខ្មែរញាតិនិពន្ធលោកជាញាតិនិពន្ធស្នាដៃសំខាន់ដូចជាប្រវត្តិសាលារចនា History of the School of Fine Arts 2016រឿងរាមកៀរ Reamer ក្បាច់ខ្មែរ Khmer Architecture សំណង់នៅតាមវត្ត Construction in Pagodas 2017ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យសហការនិពន្ធអ្នកស្រាវជ្រាវនិងអភិរក្សលោកគឺជាប្រវត្តិវិទូសិល្បៈមានជំនាញផ្នែកបុរាណវិទ្យាអរិយធម៌ខ្មែរនិងមានការសិក្សាស៊ីជម្រៅលើឥទ្ធិពលនៃរឿងរាមកេរ្តិ៍ក្នុងសង្គមខ្មែរលោកបានចូលរួមក្នុងការស្រាវជ្រាវបុរាណឧបករណ៍ភ្លេង Pin Harp ដើម្បីឲ្យពិភពលោកបានស្គាល់សំឡេងដែលបាត់បង់នៅលើប្រាសាទអង្គរវត្តសេចក្តីសន្និដ្ឋានតាមរយៈការបង្រៀនការស្រាវជ្រាវនិងការសរសេរលោកព្រាបច័ន្ទមារាគឺជាឥស្សរជនមួយរូបដែលមានសារៈសំខាន់ជាងគេក្នុងការអភិរក្សបេតិកភណ្ឌអរូបីនិងអក្សរសាស្ត្រខ្មែរក្នុងនាមជាអ្នកប្រាជ្ញឆ្នើមមួយរូបក្នុងវិស័យអរិយធម៌ខ្មែរលោកព្រាបច័ន្ទមារាបានបន្សល់ទុកនូវស្នាដៃនិពន្ធដ៏មានតម្លៃមួយចំនួនដែលសុទ្ធតែផ្ដោតសំខាន់ទៅលើការអភិរក្សនិងផ្សព្វផ្សាយពីបេតិកភណ្ឌខ្មែរខាងក្រោមនេះគឺជាការបកស្រាយលម្អិតអំពីស្នាដៃនីមួយៗរបស់លោក 1. ប្រវត្តិសាលារចនាបោះពុម្ពឆ្នាំ2016នេះគឺជាសៀវភៅដែលលោកបានរៀបចំឡើងដើម្បីអបអរសាទរខួប100ឆ្នាំនៃការបង្កើតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ RUFA ដែលបានបង្កើតឡើងតាមព្រះរាជក្រឹត្យរបស់ព្រះបាទស៊ីសុវត្ថិនៅថ្ងៃទី14ខែធ្នូឆ្នាំ1917សៀវភៅនេះបានប្រមូលផ្ដុំនូវរូបថតចាស់ៗនិងឯកសារយោងជាច្រើនដោយគូសបញ្ជាក់ពីការវិវត្តនៃស្ថាបត្យកម្មក្នុងបរិវេណសាលាដែលភាគច្រើននៅតែរក្សាទម្រង់ដើមតាមរយៈការកត់ត្រានិងចងក្រងឯកសារនេះលោកបានបង្ហាញពីការវិវត្តនៃស្ថាប័នសិល្បៈជាតិនិងជាការរំលឹកដល់ស្ថាបត្យកម្មសាលារចនាដែលធ្លាប់តាក់ទងជាមួយព្រះបរមរាជវាំងនិងសារមន្ទីរជាតិជាពិសេសអគាររាងអក្សរអ៊ុយដែលជានិមិត្តរូបនៃសាកលវិទ្យាល័យ 2. ក្បាច់ខ្មែរបោះពុម្ពឆ្នាំ2005សៀវភៅនេះត្រូវបានចុះបញ្ជីជាភាសាអង់គ្លេសក្រោមចំណងជើងថាក្បាច់ A Study of Khmer Ornament ស្នាដៃនេះគឺជាការសិក្សាស៊ីជម្រៅអំពីក្បាច់លម្អខ្មែរដែលគ្របដណ្ដប់លើផ្ទៃវត្ថុសិល្បៈនិងស្ថាបត្យកម្មទូទាំងប្រទេសលោកច័ន្ទវុធារិនគឺជាសហអ្នកនិពន្ធនិងជាអ្នកគូររូបសារៈសំខាន់របស់សៀវភៅនេះគឺស្ថិតនៅត្រង់ការចងក្រងជាលក្ខណៈប្រព័ន្ធដោយបង្ហាញពីការវិវត្តនៃគ្រឿងលម្អពីទម្រង់សាមញ្ញទៅជាទម្រង់ស្មុគស្មាញនិងស្វែងយល់ពីដំណើរការច្នៃប្រឌិតរបស់វិចិត្រករខ្មែរ 3. រឿងរាមកេរ្តិ៍បោះពុម្ពឆ្នាំ2016ស្នាដៃនេះគឺជាការវិភាគអំពីវីរការព្រាហ្មណ៍កេរ្តិ៍ដែលជាឥទ្ធិពលពីរឿងរាមាយណៈរបស់ឥណ្ឌាប៉ុន្តែត្រូវបានកែសម្រួលឲ្យស្របទៅនឹងវប្បធម៌ខ្មែរលោកបានវិភាគពីរបៀបដែលរឿងនេះបានបង្កប់ខ្លួននៅក្នុងគ្រប់ស្រទាប់វប្បធម៌ពីចម្លាក់ប្រាសាទគំនូរជញ្ជាំងល្ខោនខោលល្ខោនព្រះរាជទ្រព្យល្ខោនស្បែកធំរហូតដល់ជំនឿនិងទំនៀមទម្លាប់ក្នុងសង្គមលោកធ្លាប់បានប្រមូលឯកសារនិងធ្វើបទបង្ហាញជាច្រើនលើកអំពីឥទ្ធិពលនៃរឿងនេះទី4សំណង់នៅតាមវត្តបោះពុម្ពឆ្នាំ2017នេះគឺជាភាគទី1នៃស៊េរីទម្រង់សំណង់ប្រពៃណីខ្មែរសៀវភៅនេះមានគោលបំណងចងក្រងនិងវិភាគអំពីរចនាសម្ព័ន្ធស្ថាបត្យកម្មខ្មែរបែបប្រពៃណីដែលគេឃើញនៅតាមបរិវេណវត្តអារាមដូចជាសាលាឆាន់ព្រះវិហារបណ្ណាល័យ
ឬចេតដីជាដើមលោកបានរៀបរាប់ពីតម្លៃសោភ័ណភាពនិងរចនាសម្ព័ន្ធបច្ចេកទេសនៃសំណង់ទាំងនេះទី5ដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យបោះពុម្ពលើកទី2ឆ្នាំ2014សៀវភៅនេះជាការសហការរបស់លោកជាមួយអ្នកប្រាជ្ញដទៃទៀតអាំងជូលៀននិងស៊ុនចាន់ដិបនេះគឺជាការសិក្សាផ្នែកនរវិទ្យាវប្បធម៌ដែលរៀបរាប់អំពីវដ្តជីវិតរបស់មនុស្សខ្មែរពីកំណើតរហូតដល់ស្លាប់ដោយឆ្លុះបញ្ចាំងតាមរយៈពិធីប្រពៃណីនិងពិធីសាសនាដែលបានចាត់ចែងជា7ដំណាក់កាល 6. ការស្រាវជ្រាវបុរាណឧបករណ៍ភ្លេងពិណពាទ្យក្រៅពីការសរសេរសៀវភៅលោកក៏បានចូលរួមយ៉ាងសំខាន់ក្នុងការស្រាវជ្រាវនិងស្ថាបនាពិណពាទ្យឡើងវិញដោយសាររូបភាពពិណត្រូវបានឆ្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្តប៉ុន្តែសម្លេងរបស់វាត្រូវបានបាត់បង់អស់ជាង8សតវត្សរ៍មកហើយលោកបានផ្ដល់ចំណេះដឹងផ្នែកបុរាណវិទ្យាដើម្បីស្ថាបនាពិណនេះឡើងវិញដែលជាការរួមចំណែកដ៏មានតម្លៃក្នុងការស្ដារមរតកតន្ត្រីខ្មែរសេចក្តីសន្និដ្ឋានតាមរយៈការងារនីមួយៗលោកព្រីបច័ន្ទមារាមិនត្រឹមតែជាអ្នកសិក្សាស្រាវជ្រាវប៉ុណ្ណោះទេប៉ុន្តែគឺជាអ្នកថែរក្សាវប្បធម៌ជាតិដែលព្យាយាមភ្ជាប់អតីតកាលដ៏រុងរឿងរបស់ខ្មែរជាមួយបច្ចុប្បន្នកាលសៀវភៅប្រវត្តិសាលារចនា History of the School of Fine Arts បោះពុម្ពផ្សាយនៅឆ្នាំ2016ខ្លឹមសារសៀវភៅនេះត្រូវបានរៀបចំឡើងដើម្បីអបអរសាទរខួប100ឆ្នាំនៃការបង្កើតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឬ FA ដែលបានបង្កើតតាមព្រះរាជក្រឹត្យរបស់ព្រះបាទស៊ីសុវត្ថិនៅថ្ងៃទី14ខែធ្នូឆ្នាំ1917សៀវភៅនេះមាន88ទំព័រនិងប្រមូលផ្ដុំនូវរូបថតចាស់ៗចំនួន146រូបព្រមទាំងឯកសារយោងជាច្រើនដោយគូសបញ្ជាក់ពីការវិវត្តនៃស្ថាបត្យកម្មក្នុងបរិវេណសាលាសារៈសំខាន់តាមរយៈការកត់ត្រានិងចងក្រាងឯកសារនេះលោកបានបង្ហាញពីការវិវត្តនៃស្ថាប័នសិល្បៈជាតិនិងជាការរំលឹកដល់ស្ថាបត្យកម្មសាលារចនាដែលទាក់ទងជាមួយព្រះបរមរាជវាំងនិងសារមន្ទីរជាតិជាពិសេសអគាររាងអក្សរអ៊ុយដែលជានិមិត្តរូបនៃសាកលវិទ្យាល័យសៀវភៅក្បាច់ខ្មែរក្បាច់ A Study of Khmer Ornament បោះពុម្ពផ្សាយនៅឆ្នាំ2005ខ្លឹមសារស្នាដៃនេះជាការសិក្សាស៊ីជម្រៅអំពីក្បាច់លម្អខ្មែរដែលគ្របដណ្ដប់លើផ្ទៃវត្ថុសិល្បៈនិងស្ថាបត្យកម្មទូទាំងប្រទេសលោកច័ន្ទវុធារិនគឺជាសហអ្នកនិពន្ធនិងជាអ្នកគូររូបសៀវភៅនេះបង្ហាញពីការវិវត្តនៃគ្រឿងលម្អពីទម្រង់សាមញ្ញទៅជាទម្រង់ស្មុគស្មាញសារៈសំខាន់របស់សៀវភៅនេះគឺត្រង់ការចងក្រងជាលក្ខណៈប្រព័ន្ធនិងស្វែងយល់ពីដំណើរការច្នៃប្រឌិតរបស់វិចិត្រករខ្មែរសៀវភៅនេះត្រូវបានគាំទ្រដោយគ្រឹះស្ថានអន្តរជាតិជាច្រើនសៀវភៅរឿងរាមកេរ្តិ៍រាមកេរ្តិ៍បោះពុម្ពផ្សាយនៅឆ្នាំ2016ខ្លឹមសារស្នាដៃនេះគឺជាការវិភាគអំពីវីរកាព្យរាមកេរ្តិ៍ដែលជាឥទ្ធិពលពីរឿងរាមាយណៈរបស់ឥណ្ឌាប៉ុន្តែត្រូវបានកែសម្រួលឲ្យស្របទៅនឹងវប្បធម៌ខ្មែរលោកបានវិភាគពីរបៀបដែលរឿងនេះបានបង្កប់ខ្លួននៅក្នុងគ្រប់ស្រទាប់វប្បធម៌ពីចម្លាក់ប្រាសាទគំនូរជញ្ជាំងល្ខោនខោលល្ខោនព្រះរាជទ្រព្យល្ខោនស្បែកធំរហូតដល់ជំនឿនិងទំនៀមទម្លាប់ក្នុងសង្គមសារៈសំខាន់លោកធ្លាប់បានប្រមូលឯកសារនិងធ្វើបទបង្ហាញជាច្រើនលើកអំពីឥទ្ធិពលនៃរឿងនេះសៀវភៅសំណង់នៅតាមវត្តបោះពុម្ពផ្សាយនៅឆ្នាំ2017ខ្លឹមសារនេះគឺជាភាគទី1នៃស៊េរីទម្រង់សំណង់ប្រពៃណីខ្មែរសៀវភៅនេះមានគោលបំណងចងក្រាងនិងវិភាគអំពីរចនាសម្ព័ន្ធស្ថាបត្យកម្មខ្មែរបែបប្រពៃណីដែលគេឃើញនៅតាមបរិវេណវត្តអារាមដូចជាសាលាឆាន់ព្រះវិហារបណ្ណាល័យឬចេតិយជាដើមសារៈសំខាន់លោកបានរៀបរាប់ពីតម្លៃសោភ័ណភាពនិងរចនាសម្ព័ន្ធបច្ចេកទេសនៃសំណង់ទាំងនេះសៀវភៅដំណើរជីវិតមនុស្សខ្មែរមើលតាមពិធីឆ្លងវ័យបោះពុម្ពលើកទី2នៅឆ្នាំ2014ខ្លឹមសារសៀវភៅនេះជាការសហការរបស់លោកជាមួយអ្នកប្រាជ្ញដទៃទៀតអាំងជូលៀននិងស៊ុនចាន់ដិបនេះគឺជាការសិក្សាផ្នែកនរវិទ្យាវប្បធម៌ដែលរៀបរាប់អំពីវដ្តជីវិតរបស់មនុស្សខ្មែរពីកំណើតរហូតដល់ស្លាប់
ដោយឆ្លុះបញ្ចាំងតាមរយៈពិធីប្រពៃណីនិងពិធីសាសនាដែលបានចាត់ចែងជា7ដំណាក់កាលសារៈសំខាន់គឺជាឯកសារបញ្ជាក់ពីទស្សនវិជ្ជានិងវិធីសាស្ត្រនៃការរស់នៅរបស់ជនជាតិខ្មែរការស្រាវជ្រាវនិងស្ថាបនាពិណពាទ្យ Ancient Heart ធ្វើឡើងនៅឆ្នាំ2013ខ្លឹមសារក្រោយពីការសរសេរសៀវភៅលោកក៏បានចូលរួមយ៉ាងសំខាន់ក្នុងការស្រាវជ្រាវនិងស្ថាបនាពិណពាទ្យឡើងវិញដោយសាររូបភាពពិណត្រូវបានឆ្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្តប៉ុន្តែសំឡេងរបស់វាត្រូវបានបាត់បង់អស់ជាង8សតវត្សរ៍មកហើយសារៈសំខាន់លោកបានផ្ដល់ចំណេះដឹងផ្នែកបុរាណវិទ្យាដើម្បីស្ថាបនាពិណពាទ្យនេះឡើងវិញដែលជាការរួមចំណែកដ៏មានតម្លៃក្នុងការស្ដារមរតកតន្ត្រីខ្មែរសន្និសីទនិងបទបង្ហាញបាថកថាចំណេះដឹងនិងសិល្បៈដែលប្រឈមនឹងការបាត់បង់2014លោកបានធ្វើបាថកថាមួយនៅសាកលវិទ្យាល័យ RUFA ដើម្បីបង្ហាញពីវត្ថុប្រើប្រាស់ប្រចាំថ្ងៃនិងក្បាច់សិល្បៈដែលកំពុងប្រឈមរបាំងការបាត់បង់ឯកសារយុទ្ធសម្រាប់ដាក់ពាក្យ Lakhon Khaol ទៅ UNESCO 2017-2018 លោកព្រាបច័ន្ទមារាបានដឹកនាំក្រុមការងារចងក្រងឯកសារដើម្បីដាក់ពាក្យសុំបញ្ចូលរបាំ Lakhon Khaol ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការ UNESCO សេចក្តីសន្និដ្ឋានតាមរយៈការងារនីមួយៗលោកព្រាបច័ន្ទមារាបានបង្ហាញពីការយល់ដឹងស៊ីជម្រៅនិងមានទួនាទីជាអ្នកដឹកនាំយ៉ាងសំខាន់ក្នុងការអភិរក្សការចងក្រងឯកសារនិងការផ្សព្វផ្សាយវប្បធម៌ខ្មែរ